សាច់រឿងបានចាប់ផ្ដើមឡើងមកបានបង្ហាញពីនារីម្នាក់បានហៅកូនប្រុសរបស់ខ្លួននឹងហើយគេម្នាក់ហ្នឹងគឺជាតួប្រុសរបស់យើងនឹងឯងក្នុងរឿងហ្នឹងដែលគាត់មានឈ្មោះថាយូអ៊ីស៊ូមីពេលដែលឃើញកូនប្រុសរបស់ខ្លួនកំពុងតែរៀបចំខ្លួនបែបនេះម្ដាយអ៊ីស៊ូមីក៏បានចូលទៅជួយរៀបចំឲ្យកូនរបស់ខ្លួនផងដែរបន្ទាប់ពីម្ដាយរបស់គេបានជួយរៀបចំខ្លួនឲ្យគេរួចរាល់ហើយអ៊ីស៊ូមីក៏បានអរគុណទៅម្ដាយរបស់ខ្លួនមុនពេលចាក់ចេញទៅសាលានោះម្ដាយអ៊ីស៊ូមីបានប្រាប់អ៊ីស៊ូមីដែលជាកូនប្រុសរបស់ខ្លួននឹងថាឲ្យគេចេះប្រយ័ត្នប្រយែងតាមផ្លូវពេលធ្វើដំណើរផងគ្រាន់តែអ៊ីស៊ូមីបានដើរចាក់ចេញមិនទាន់ទាំងបានប្រមាណផងអ៊ីស៊ូមីបានដើរតាក់ដុំថ្មដួលមុខផ្ទះបាត់ទៅហើយនៅពេលដែលគេកំពុងតែដើរទៅសាលាហ្នឹងក៏មានសត្វហោះកាត់ពីលើរួចក៏ជក់អាចប៊ីសនឹងត្រូវគេហើយតែអ៊ីស៊ូមីក៏បានគេចផុតតែបែរជាគេនឹងបានតែតាក់ខ្សែរបងក្បែរនោះធ្វើគេបានដួលបាសជើងទៅចេញមកអត់ទាន់ដើរអីផងសោយចេញមកបដាហើយកាត់មកដល់កន្លែងនេះវិញគេបានបង្ហាញពីអូនស្រីសក់ពណ៌កាឈូកម្នាក់ដែលយើងមើលទៅអូនកំពុងតែឈរចាំនរណាគេម្នាក់អញ្ចឹងស្របពេលនោះដែរតួប្រុសរបស់យើងបានស្រែកហៅទៅកាន់អូនស្រីម្នាក់ហ្នឹងដោយអូនស្រីម្នាក់ហ្នឹងមានឈ្មោះថាមីយ៉ាកូស៊ីកាម៉ូរីតាមពិតទៅអូនស៊ីកាម៉ូរីគឺជាសង្សាររបស់អ៊ីស៊ូមីនឹងឯងអ្នកគ្រប់គ្នាទីនោះបានក្រឡេកទៅមើលអូនស៊ីកាម៉ូរីគ្រប់គ្នាដោយសារតែនាងមានសម្រស់ស្រស់ស្អាតខ្លាំងពេកហើយតាមផ្លូវធ្វើដំណើរទៅសាលាអ៊ីស៊ូមីបានសុំទោសសង្សាររបស់ខ្លួនដែលធ្វើឲ្យនាងបានរងចាំគេតែស៊ីកាម៉ូរីមិនបានប្រកាន់អ្វីឡើយពេលនោះគេបានគិតក្នុងចិត្តតែម្នាក់ឯងថាហេតុអ្វីបានជាសង្សាររបស់គេមានសម្រស់ស្រស់ស្អាតបែបនេះតែកំពុងតែគិតនោះគេបានធ្លួយមកនិយាយថាអូនស៊ីកាម៉ូរីនឹងគឺមិនខ្ជូតឡើយធ្វើឲ្យអូនស៊ីកាម៉ូរីខាងនឹងតួប្រុសយើងដែលបានថាឲ្យខ្លួននឹងឯងស្របពេលដែលពួកគេកំពុងតែនិយាយគ្នានោះក៏មានឡានមួយបានបើកនៅលើផ្លូវឃើញបែបនេះទូរស័ព្ទរបស់យើងក៏បានចាប់ទាញអ៊ីស៊ូមីឲ្យចេញពីផ្លូវរថយន្តនោះអ៊ីស៊ូមីបានសុំទោសទៅស៊ីកាម៉ូរីហើយក៏បានសួរសង្សាររបស់ខ្លួនថាតើគេមានត្រូវអ្វីដែរតែស៊ីកាម៉ូរីបានចាក់មុខទូរប្រុសរបស់យើងហើយក៏បានតបវិញថាកុំនិយាយពាក្យសុំទោសបែបនេះទៀតអីវាមិនមែនជាកំហុសរបស់គេឡើយពេលមកដល់សាលាពួកគេបានឃើញសិស្សសាលាជាច្រើនបានផ្ដុំគ្នាកំពុងតែមើលក្រដាសប្រកាសពីការបែងចែកថ្នាក់នៅសាលារបស់ពួកគេអ៊ីស៊ូមីបានលើកដៃបន់ស្រន់ព្រះសូមឲ្យគេបានរៀននៅថ្នាក់ជាមួយនឹងសង្សាររបស់គេផងទៅចោះធ្វើឲ្យស៊ីកាម៉ូរីនៅក្បែរនឹងបានអស់សំណើចនឹងទូប្រុសរបស់យើងផងដែរអ៊ីស៊ូមីបាននិយាយទៅកាន់ស៊ីកាម៉ូរីថាគេពិតជាចង់រៀនថ្នាក់ជាមួយនឹងស៊ីកាម៉ូរីខ្លាំងណាស់ស៊ីកាម៉ូរីបានតបវិញថាទោះបីជាគេនៅថ្នាក់ផ្សេងក៏ដោយក៏នាងនឹងមកជួបគេឲ្យបានញឹកញាប់ផងដែរហើយពួកគេទាំងពីរនាក់ក៏បានចូលទៅមើលឈ្មោះរបស់ខ្លួនហើយក៏បានឃើញថាអ៊ីស៊ូមីគឺនៅថ្នាក់ទី4អូនស៊ីកាម៉ូរីបានខំមើលឈ្មោះរបស់ខ្លួនផងដែរក៏ឃើញថាឈ្មោះរបស់នាងគឺនៅថ្នាក់ជាមួយនឹងអ៊ីស៊ូមីផងដែរអ៊ីស៊ូមីពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានរៀនទៅថ្នាក់ជាមួយនឹងសង្សាររបស់ខ្លួនបែបនេះមើលឲ្យឡើងយំពេញនឹងហើយស្របពេលនោះដែរក៏មានមិត្តភ័ក្តិរបស់ស៊ីកាម៉ូរីបានហៅស៊ីកាម៉ូរីដែលនាងមានឈ្មោះថាគីយ៉ូណេកូសាគីអញ្ចឹងខ្ញុំសូមហៅថាណេកូវិញទៅព្រោះវាស្រួលហៅជាងណេកូបានប្រាប់ទៅថាក្នុងឆ្នាំនេះពួកគេបានរៀនថ្នាក់នៅជាមួយគ្នាហើយក៏មានអូនស្រីម្នាក់ទៀតដែលជាមិត្តភក្តិរបស់ពួកគេផងដែរដែលនាងមានឈ្មោះថាយុយហាឈីមីស៊ូពេលនោះដែរមិត្តភក្តិរបស់អ៊ីស៊ូមីក៏បានមកស្វាគមន៍អ៊ីស៊ូមីដែលគាត់មានឈ្មោះថាស៊ូអ៊ីនូសាកាហើយគាត់ក៏មានវត្តមានក្នុងថ្នាក់របស់ពួកគេផងដែរអ៊ីស៊ូមីក៏បានសុំលាសង្សាររបស់ខ្លួនចាក់ចេញទៅគេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលពួកគេបានរៀនថ្នាក់នៅជាមួយគ្នាម៉ោងថ្នាក់រៀនក៏បានមកដល់អ្នកគ្រូបានប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងក្លាយជាសែនប៉ៃរបស់គេក្នុងឆ្នាំនេះហើយចាប់ពីពេលនេះទៅអ្នកគ្រូជឿថាអ្នកទាំងអស់គ្នានឹងអាចក្លាយជាចំណុចមួយដ៏សំខាន់សម្រាប់សាលាព្រោះវាជាពេលវេលានៃការជួបជុំគ្នាដំបូងអញ្ចឹងអ្នកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាជួយណែនាំខ្លួនផងដែរហើយអ្នកគ្រូក៏បានហៅអ៊ីស៊ូមីឲ្យឡើងណែនាំខ្លួនមុនគេពេលដែលគេក្រោកឡើងដើម្បីណែនាំខ្លួននោះគេបានណែនាំខ្លួនរបស់ខ្លួនថាឈ្មោះអ៊ីជូមីទៅវិញធ្វើឲ្យអ្នកទាំងអស់គ្នាក្នុងថ្នាក់រៀនបានអស់សំណើចលើគេជាខ្លាំងពេលអ្នកគ្រូកំពុងតែលុបក្តារខៀននោះប៉ងលោតរបស់អ្នកគ្រូបានរបូតជ្រុះពីដៃធ្វើឲ្យប៉ងលុបនោះបានឡងទៅប៉ះទៅវិញទៅមកបីនឹងហោះទៅត្រូវអ៊ីស៊ូមីហើយតែស៊ីកាម៉ូរីក៏បានវាយប៉ងលុបនោះចេញធ្វើឲ្យប៉ងលុបនឹងហោះទៅត្រូវក្បាលរបស់នាងវិញអ៊ីស៊ូមីឃើញអញ្ចឹងក៏បានទៅបោះទូលីចេញពីក្បាលសង្សាររបស់ខ្លួនបង្កើតជារូបភាពដ៏សែនស្វីតមួយធ្វើឲ្យស៊ីកាម៉ូរីអ៊ីនជាខ្លាំងហើយក៏សុំអ៊ីស៊ូមីចាក់ចេញទៅបាត់ទៅពេលដែលស៊ីកាម៉ូរីបានចាក់ចេញទៅក៏មានសិស្សប្រុស3នាក់បានមកនិយាយនឹងអ៊ីស៊ូមីបែបឌឺដងលៀបខែតាក់ទងដែរតួប្រុសនឹងគឺជាមនុស្សសោយនឹងឯងការជជែកគ្នារបស់ពួកគេក៏បានលើទៅដល់ស៊ីកាម៉ូរីដែលនៅខាងក្រៅបន្ទប់រៀនដោយទ្រាំពុំបានទៀតស៊ីកាម៉ូរីក៏បានបើកទ្វារដើរចូលមកយកអ៊ីស៊ូមីចាក់ចេញទៅមុនពេលដែលស៊ីកាម៉ូរីបានចាក់ចេញទៅស៊ីកាម៉ូរីក៏បានសម្លឹងទៅមើលពួកនោះវិញផងដែរធ្វើឲ្យពួកគេមានភាពភ័យខ្លាចផងដែរពេលដែលគេកំពុងតែដើរជាមួយនឹងស៊ីកាម៉ូរីនោះគេបានគិតខ្លួនឯងថាស៊ីកាម៉ូរីពិតជាស្រស់ស្អាតខ្លាំងណាស់តែប្រសិនបើគេនៅតែបន្តបែបនេះទៀតនោះគេអាចនឹងធ្វើឲ្យនាងមានគ្រោះថ្នាក់ដោយសារតែគេបានហើយរឿងទាំងនេះក៏គេមិនចង់បានបែបនេះទៀតឡើយអ៊ីស៊ូមីកំពុងតែរៀបចំសិភៅនៅវត្តភេទរបស់គេអ៊ីនូសាកាបានមកបបួលគេទៅដើរលេងអ៊ីស៊ូមីបានសួរមិត្តភេទរបស់គេថាតើគេថ្ងៃហ្នឹងអត់ទៅធ្វើការក្រៅម៉ោងទេមែនមិត្តភេទរបស់គេក៏បានតបវិញថាថ្ងៃនេះគឺជាថ្ងៃសម្រាប់របស់គេដោយសារតែវាជាថ្ងៃដំបូងនៃការសិក្សានោះឯងអ៊ីស៊ូមីក៏បានជួបព្រមនឹងអ៊ីនូសាកាផងដែរអ៊ីស៊ូមីក៏បានទៅបបួលស៊ីកាម៉ូរីនិងមិត្តភេទរបស់នាងផ្សេងទៀតក៏បានចូលរួមផងដែរ
កាលមកដល់ពេលដែលពួកគេដើរលេងវិញអ៊ីណូសាកាបានបបួលអ្នកទាំងអស់គ្នាមកលេងអាបោះបាល់ដុំដែកមួយនេះហើយលក្ខខណ្ឌអ្នកណាដែលចាញ់ត្រូវតែធ្វើអ្វីទៅតាមអ្នកដែលឈ្នះប្រាប់ហើយពួកគេក៏បានយល់ស្របផងដែរចាប់ផ្ដើមមុនគេគឺអ៊ីណូសាកាយើងឃើញថាគេព្រោះបានតែ7 ដបតែប៉ុណ្ណោះចំណែកឯណែកុកវិញនាងគប់ត្រូវបានតែ5 ដបតែប៉ុណ្ណោះព្រោះឯនាងបានស្រែកឡើងប្រកាច់ប្រកិនពេញនឹងអស់ហើយមកដល់អូនតូចយយយើងវិញគ្រាន់តែលើកបាល់នឹងក៏លើកទាំងវេទនាដែរដើរដល់កន្លែងហើយយយក៏បានទម្លាក់បាល់នោះចុះហើយបាល់ក៏រមាលឡើងយឺតតែមាន3អាបាល់នឹងក៏រមាលទៅប៉ះត្រូវដបទាំងអស់ធ្វើឲ្យអ្នកទាំងអស់គ្នានៅទីនោះគាំងនឹងអូនជាខ្លាំងមិនដែរប៉ុណ្ណឹងខ្លាំងនៅអ៊ីណូសាកាក៏បានឲ្យអ៊ីស៊ូមីឲ្យទៅបោះព្រោះវាជាវេនរបស់គេហើយពេលដែលគេបានបោះនឹងបាល់របស់គេមើលទៅត្រង់ល្អណាស់តែពេលចិត្តទៅដល់អាបាល់នឹងបែរជាកោងទៅវិញទោះបីជាគេគប់ម្ដងទៀតក៏ដោយលទ្ធផលក៏នៅតែបណ្ដាលឃើញបាននេះមិត្តភ័ក្តិរបស់អ៊ីស៊ូមីបានហួសចិត្តនឹងអស់សំណាញ់នឹងអ៊ីស៊ូមីជាខ្លាំងម៉ែអើយមនុស្សកំពុងសូរយកតែមែនតែនហ្មងចុងក្រោយវេនរបស់ស៊ីកាម៉ូរីមុនទាំងឡើងទៅនឹងអ្នកក៏បានប្រាប់ស៊ីកាម៉ូរីថាគួរតែត្រូវធ្វើអីឲ្យត្រូវអត់ត្រូវតែធ្វើមិនឲ្យ cool ដើម្បីអ៊ីស៊ូមីឃើញមុននឹងចាប់ផ្ដើមនោះអ៊ីស៊ូមីបានស្រែកលើកទឹកចិត្តឲ្យសង្សាររបស់ខ្លួនផងដែរគ្រាន់តែលើកសង្សាររបស់ខ្លួនលើកទឹកចិត្តភ្លាមស៊ីកាម៉ូរីរបស់យើងគឺថាគុំបាល់ត្រូវទាំងអស់យកទៅហ្មងអ្នកទាំងអស់គ្នានៅទីនោះបានចាប់អារម្មណ៍នឹងទូទៅរបស់យើងជាខ្លាំងសូម្បីតែណេកូនិងអ៊ីស៊ូនូសាកានឹងក៏គាំងនឹងសមត្ថភាពរបស់ស៊ីកាម៉ូរីផងដែរអ៊ីស៊ូមីពិតជាសប្បាយចិត្តខ្លាំងណាស់ទូទៅរបស់យើងក៏បានទៅ high five នឹងអ៊ីស៊ូមីធ្វើឲ្យអ៊ីស៊ូមីសប្បាយចិត្តឡើងដូចហោះហើយអូយសង្សាររបស់ខ្ញុំខ្ជូដូចខ្ជូយ៉ាងនេះ3អ្នកនោះនៅតែនឹងស្មានមកដល់ថាស៊ីកាម៉ូរីអាចធ្វើរឿងទាំងនេះបាននោះឡើយទូស្រីក្នុងរឿងនេះ cool ក៏ cool ខ្ជូក៏ខ្ជូដែរនិយាយរួម perfect យកមកល្ងាចឡើងពួកគេបានបបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនស៊ីកាម៉ូរីក៏បានបបួលអ៊ីស៊ូមីទៅផ្ទះជាមួយនាងពេលដែលកំពុងធ្វើដំណើរនៅពួកគេទាំងពីរបានជជែកគ្នាយ៉ាងសប្បាយរីករាយស្របពេលនោះដែរក៏មានកសែតមួយហោះមករកអ៊ីស៊ូមីតែក៏ត្រូវបានទូស្រីរបស់យើងយកដៃរងជាប់អ៊ីស៊ូមីក៏បានអរគុណទៅស៊ីកាម៉ូរីហើយក៏បានសុំទោសផងដែរលើបែបនេះហើយស៊ីកាម៉ូរីមិនសប្បាយចិត្តទេនាងតែងតែប្រាប់គាត់ថាមិនឲ្យគាត់និយាយសុំទោសមកនាងឡើយនាងតែងតែធ្វើរឿងនេះរហូតទៅហើយអ៊ីស៊ូមីមិនចាំបាច់ខ្វល់ខ្វាយច្រើនទៀតទេតែអ៊ីស៊ូមីបានតបវិញថាគេមិនសូវជាមានអារម្មណ៍ល្អឡើយនៅពេលដែលគេត្រូវបានការពារដោយស៊ីកាម៉ូរីបែបនេះស៊ីកាម៉ូរីក៏បានឈប់ដើរបន្តិចហើយនាងក៏បាននិយាយទៅថាតែគេកំពុងតែយកសម្ដីរបស់អ្នកទាំង3កាលពីព្រឹកមិញហ្នឹងដែលចំអកដាក់គេហ្នឹងយកមកគិតមែនអ៊ីស៊ូមីបានបញ្ជាក់ប្រាប់ថាអ្វីដែលពួកគេបាននិយាយនោះគឺជាការពិតគឺថាគេមិនអាចធ្វើអ្វីបានសម្រាប់នាងនោះទេលក្ខណៈថាអ៊ីស៊ូមីចង់ខ្លាំងនៅខ្លួនឯងគឺគេមិនចង់ឲ្យសង្សាររបស់ខ្លួនមកការពារគេបែបនេះតទៀតទេកំពុងតែឈរនិយាយគ្នាមិនទាន់ទាំងបានប្រមាណស្រួលបួរផងនោះផ្ទាំងបដាខាងលើក៏បានបាក់ធ្លាក់ចុះមករកអ៊ីស៊ូមីឃើញបែបនេះស៊ីកាម៉ូរីយើងក៏បានលោទៅធាក់ផ្ទាំងបដានោះចេញពីអ៊ីស៊ូមីហើយក៏បានចាប់ដៃអ៊ីស៊ូមីព្រមទាំងបាននិយាយថាបងគឺតែងតែគាំទ្រអូនជានិច្ចតែងតែនៅខាងអូនជានិច្ចអូនមិនដែលខ្វល់ខ្វាយពីពាក្យសម្ដីរបស់គេដែលបាននិយាយដាក់ឡើយទោះបីជាបងមិនអាចធ្វើអ្វីបានមែនប៉ុន្តែចាប់ពីពេលនេះទៅអូននឹងការពារបងទៅតាមអ្វីដែលអូនអាចធ្វើបានសូមបងកុំខ្វល់ខ្វាយនឹងរឿងនោះបន្តទៀតអីអូយចង់និយាយថាកន្លែងហ្នឹងតួស្រីរបស់យើង cool ទៀតហើយបន្ទាប់ពីស៊ីកាម៉ូរីបាននិយាយចប់អ៊ីស៊ូមីបាននិយាយថាបងពិតជាស្រឡាញ់អូនខ្លាំងណាស់ធ្វើឲ្យតួស្រីរបស់យើងឈោអៀនជាខ្លាំងហើយពួកគេក៏បានបណ្ដាគ្នាទៅផ្ទះបន្តទៀតទៅ